តើបងប្អូនជឿទេថាកន្លងមកខ្ញុំធ្វើដំណាំចន្ទីពូជអ23គឺខ្ញុំប្រើប្រាស់ថ្នាំប្រភេទសត្វល្អិតនិងថ្នាំប្រភេទជំងឺគឺអស់កម្រិតប្រហែលជាខ្ទង់10ទៅ20%ប៉ុណ្ណោះជារៀងរាល់ឆ្នាំចំណុចនេះហើយខ្ញុំសូមចែករំលែកនៅបទពិសោធន៍មួយចំនួនដើម្បីឲ្យបងប្អូនដឹងដើម្បីកាត់បន្ថយនៃការចំណាយអស់តិចទីមួយបងប្អូនត្រូវស្គាល់អំពីអត្តចរិតលក្ខណៈចន្ទីពូជ23ឲ្យបានច្បាស់ហើយយើងត្រូវបែងចែកវាឲ្យបានច្បាស់ថាវាមានបញ្ហាសុខភាពនិងជំងឺនិងបញ្ហាសត្វផ្លាញឬមួយបញ្ហាអាកាសធាតុហើយនឹងការផ្ដល់នៅសារធាតុចិញ្ចឹមមួយចំនួនទៅឲ្យវាតើយើងគួរតែផ្ដល់ដោយវិធីណាដើម្បីជួយសង្គ្រោះវានៅពេលដែលវាមានជួបបញ្ហាទាំងអស់នេះដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលាជៀសវាងនឹងការខាតបង់បើសិនជាបងប្អូនសម្លឹងទៅក្នុងចំការចន្ទីរបស់បងប្អូនមើលទៅគឺនឹងដឹងហើយថាវាសម្ដែងបង្ហាញប្រាប់ឲ្យយើងដឹងនៅរូបភាពថាចន្ទីរបស់បងប្អូនពេលនេះកំពុងជួបបញ្ហាអ្វីបើសិនជាបងប្អូនមើលទៅឃើញលក្ខណៈចាំងភ្នែកមិនមែនភាពស្រស់បំព្រងដែលខ្វះនៅប្រព័ន្ធអេកូឡូស៊ីនោះបានន័យថារុក្ខជាតិចន្ទីបងប្អូនកំពុងជួបបញ្ហាហើយតែបើសិនជាបងប្អូនមើលទៅឃើញមានលក្ខណៈខ្មៅស្រទុំស្រស់បំព្រងគេហៅថាមានប្រព័ន្ធអេកូឡូស៊ីនោះបានន័យថាសុខភាពចន្ទីរបស់បងប្អូនគឺមានសុខភាពល្អហើយវាមិនខ្វះនៅសារធាតុចិញ្ចឹមទេអញ្ចឹងបើសិនជាបងប្អូនសម្លឹងទៅមើលស្លឹកនៅលើផ្កានៅលើផ្លែបើសិនជាមានការបំផ្លាញសូមបងប្អូនសង្កេតមើលថាវាជាការបំផ្លាញដោយសារសត្វល្អិតឬមួយបំផ្លាញទៅដោយកត្តាអាកាសធាតុនៅចំណុចនេះសូមបងប្អូនបែងចែកវាឲ្យច្បាស់ការបំផ្លាញលក្ខណៈអាកាសធាតុគឺផ្សេងការបំផ្លាញដោយសារសត្វល្អិតគឺមានផ្សឹងគឺរបៀបវាខុសគ្នាសូមបងប្អូនត្រូវយល់ឲ្យបានច្បាស់អំពីការប្រើប្រាស់ថ្នាំសត្វល្អិតហើយនិងថ្នាំជំងឺបើសិនជាមិនចាំបាច់សូមបងប្អូនកាត់បន្ថយនៃការប្រើរបស់វាដោយសារការណាដែលយើងប្រើប្រភេទថ្នាំសត្វល្អិតនិងថ្នាំជំងឺគឺស្មើនឹងយើងបង្អាក់នៃការលូតលាស់នៃអង់ស៊ីមរបស់វាផ្អាកនៃការធ្វើដំណើរការរយៈពេលពី7ថ្ងៃ10ថ្ងៃទៅ15ថ្ងៃឬរហូតដល់1ខែតែតាមប្រភេទថ្នាំនីមួយៗនោះធ្វើឲ្យរុក្ខជាតិចេះតែទន់ខ្សោយទៅចំណុចនេះហើយបងប្អូនត្រូវកាត់បន្ថយនៅអ្វីដែលមិនចាំបាច់ពីព្រោះអីចន្ទីពូជ M23 គឺវាមានប្រព័ន្ធការពាររបស់វាពីធម្មជាតិមកស្រេចទៅហើយបើសិនជាបងប្អូនចេះស្វែងយល់ចេះស្គាល់វាបានច្បាស់អញ្ចឹងវាមានបែងចែកជាពីរផ្នែកទី1ប្រព័ន្ធការពារផ្នែករាងកាយនិងទី2ប្រព័ន្ធការពារផ្នែកជីវសាស្ត្រចំណុចនេះហើយបើសិនជាបងប្អូននៅតែប្រើថ្នាំសត្វល្អិតថ្នាំជំងឺដែលខុសបច្ចេកទេសដោយមិនចាំបាច់ប្រើគឺនឹងស្មើនឹងបងប្អូនទៅបំផ្លាញនៃប្រព័ន្ធការពាររបស់ដំណាំចន្ទីពូជ M23 របស់បងប្អូនដែលវាមានតាំងពីធម្មជាតិសារស្នាដៃរបស់បងប្អូនខ្លួនឯងហើយចំណែកឯថ្នាំដែលត្រូវប្រើដើម្បីឲ្យមានប្រព័ន្ធការពាររបស់វារឹងមាំនោះសូមបងប្អូនប្រើនៅប្រភេទថ្នាំបំប៉នហើយនិងសារធាតុថ្នាំដែលមានសារធាតុស៊ីលីកាចឹងសារធាតុទាំងអស់នេះគឺខ្ញុំប្រើកន្លងមកគឺទទួលបានជោគជ័យច្រើនហើយទទួលបានលទ្ធផលល្អបំផុតចឹងសារធាតុស៊ីលីកាហើយនឹងបូកផ្សំជាមួយសារធាតុបំប៉នដែលជាមានលក្ខណៈបំប៉នផ្នែកផ្សេងៗគ្នាទី1បើរុក្ខជាតិមានសុខភាពល្អសូមបងប្អូនប្រើថ្នាំបំប៉នធម្មតាដែលមានលក់នៅលើទីផ្សារតែបើសិនជាសុខភាពចន្ទីមិនល្អដោយសារអាកាសធាតុប្រែប្រួលនោះចន្ទីវាមិនអាចទទួលនៅសារធាតុបំប៉នឬថ្នាំផ្សេងៗប្រភេទធម្មតាបានឡើយសូមបងប្អូនជ្រើសរើសវែកញែកនៅប្រភេទអាហារណាដែលស័ក្តិសមនៅក្នុងដំណាំចន្ទីកំពុងជួបបញ្ហាដើម្បីឲ្យថ្នាំទាំងអស់នោះវាចូលទៅក្នុងកោសិការបស់ដំណាំចន្ទីបានយ៉ាងឆាប់រហ័សបំផុតដើម្បីជួយសង្គ្រោះវាទាន់ពេលវេលាដូច្នេះខ្ញុំសូមណែនាំឲ្យបងប្អូនប្រើប្រភេទ Nano ឬប្រភេទ Gillette Nano ឬមួយ Biostimulant ដើម្បីថ្នាំទាំងអស់នោះវាជ្រាបចូលនៅក្នុងកោសិកានៃរុក្ខជាតិបានយ៉ាងលឿនបំផុតត្រឹមតែរយៈពេល 2-3 នាទីប៉ុណ្ណោះមិនរងចាំយូរហើយធ្វើឲ្យចំណេញពេលនិងចំណេញថវិកា